សម្រាប់បងប្អូននៅចង់រកលុយបាទជាមួយនឹង website គឺខ្ញុំណែនាំបងប្អូនជាមួយនឹង website មួយគឺ website KX Booster បាទអញ្ចឹង KX Booster បងប្អូនអាចធ្វើការចុចឈ្មោះខាងក្រោមវីដេអូហ្នឹងកន្លែង description អាចធ្វើការចុចឈ្មោះបានអញ្ចឹងសម្រាប់ website ហ្នឹងគឺបងប្អូនអាចធ្វើការទៅឡើងជាមួយនឹង live បាទបងប្អូនអាចធ្វើការលក់ជាមួយនឹង live នេះបងប្អូនអញ្ចឹងខ្ញុំប្រាប់ service បងប្អូនភាគច្រើនលើគឺគេពេញខ្ញុំតាក់ទងនឹងដាក់បេះដូង TikTok អញ្ចឹងណាអញ្ចឹងបងប្អូនអាចធ្វើការ sponsor ឬក៏ post នៅក្នុង story Facebook អញ្ចឹងឬក៏បងប្អូនអាច post ក្នុង TikTok បាទគឺបងប្អូនអាចរកចំណូលបន្ថែមពីការតម្លើង like ឲ្យគេអញ្ចឹងណាអញ្ចឹងបងប្អូនអាចប្រើប្រាស់នៅសេវាកម្ម KX Booster ដើម្បីបងប្អូនធ្វើការរកចំណូលបន្ថែមបាទអញ្ចឹងអាហ្នឹងគឺគ្រាន់តែបងប្អូនធ្វើការដាក់ link របស់គេមក link វីដេអូបាទអញ្ចឹងបើសិនជាគេចង់បានជាមួយនឹងបេះដូងយើងដាក់ link វីដេអូគេហ្នឹងមកវីដេអូ TikTok ហើយកន្លែង quantity នេះគឺយើងដាក់ចំនួនមកបាទអញ្ចឹងបើសិនជា1000បាទ1000គឺ website គិតថា0.56សេននេះអញ្ចឹងបងប្អូនអាចយកចំណេញបាទ70សេនឬក៏20សេនឬក៏50សេនអញ្ចឹងទៅបងប្អូនអាចគិតគេ$1អញ្ចឹងណាយើងចំណេញ50សេនបាទអញ្ចឹងវាធូរថ្លៃទៅទេហើយសម្រាប់បើគេចង់បានជា view បងប្អូនយកបន្លែចុះតម្លៃហ្នឹងមកហើយកន្លែងនេះ TikTok video view បាទហើយបងប្អូនយកនេះមកអញ្ចឹងបើសិនជាគេចង់ធ្វើការទិញបាទជាមួយនឹង view បាទអញ្ចឹងតា80សេនទេបាទនេះតម្លៃតែ80សេនទេអញ្ចឹងបងប្អូនអាចធ្វើការលក់ view បានបាទអញ្ចឹងបងប្អូនអាចគិតឲ្យគេ$1បានជាងទៅយើងចំណេញកាក់សេនក៏បានដែរបាទប៉ុន្តែគ្រាន់ថា service វាដើរលឿនសម្រាប់ website KX Booster យើងអាចយកទៅរកស៊ីបានយើងអាចធ្វើការ boost ជា Facebook TikTok ឬក៏ social media ផ្សេងហើយតាក់ទងនឹងការដាក់លុយគឺយើងចូលលេខ deposit នេះមកអញ្ចឹងបងប្អូនអាចចង់ដាក់ប៉ុន្មានបាទដាក់$5អញ្ចឹងទៅដើម្បី boost ឲ្យអតិថិជនអញ្ចឹងណាហើយយើងចុច pay now មកអញ្ចឹងវានឹងចេញ QR code របស់បងប្អូនធ្វើការ pay ហើយនេះចេញ QR code អញ្ចឹងបងប្អូនអាចធ្វើការ pay តាម QR code ហ្នឹងមកហើយកន្លែងនេះកន្លែង balance កន្លែងនេះពេលដែលយើងធ្វើការដាក់លុយបាទលុយយើងចូលកន្លែងហ្នឹងហើយយើងអាចធ្វើការorder ជាមួយនឹង TikTok បាទក្នុងហ្នឹងវាមាន service ច្រើនបាទមាន TikTok live book view មាន TikTok live best បាទវាមានតាម service មួយហើយបាទនេះ category ហើយនេះ service យើងអាចជ្រើសយក service បាទអូខេអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណេះកុំភ្លេចចុច like ចុច subscribe channel អ្នកមួយដើម្បីទទួលបានវីដេអូថ្មីទៀតបាទសូមអរគុណ